បាទជាការពិតណាស់ញ៉ាំភ្លាមចូលគឺគេងភ្លាមគឺមានផលប៉ះពាល់ដល់ប្រព័ន្ធពោះវៀនរបស់យើងហើយនេះគឺជាទម្លាប់ដែលមនុស្សជាច្រើនតែងតែអនុវត្តនៅក្រៅពេលញ៉ាំអាហាររួចតើផលប៉ះពាល់នោះមានអ្វីខ្លះពេលដែលយើងញ៉ាំអាហាររួចអាស៊ីតកាពះយើងនឹងចេញដើម្បីរំលាយអាហារនៅពេលដែលយើងញ៉ាំហើយយើងគេងធ្វើឲ្យរំហូរអាស៊ីតកាពះនៅក្នុងកាពះរបស់យើងមានភាពហូរមិនដឹងណធ្វើឲ្យចោលអាស៊ីតកាពះឡើងទៅលើការរំលាយអាហារយឺតជាងធម្មតាតើយើងត្រូវធ្វើបែបម៉េចគឺយើងត្រូវរង់ចាំ2ទៅ3ម៉ោងក្រោយសិមយើងទៅគេងព្រោះអីទុកឱកាសឲ្យអាស៊ីតនៅក្នុងកាពះរបស់យើងរំលាយអាហារបានល្អ